ត្រីងៀតប្រៃត្រីដែងត្រីកត្រត្រីប្រាយកទៅចៀនញ៉ាំបមានសល់ខបន្តិចកូនចូលចិត្តសាច់ជ្រូកសាច់គោកូនចូលចិត្តសាច់គោពូតដូច hamburger កូនដើមញោសម្រាប់ធ្វើអាម៉ុកញ៉ាំបាយស្លឹកសម្រាប់ធ្វើអាម៉ុកថ្ងៃនេះញ៉ាំសម្លប្រហើរជាមួយប្រហុកចំហុយប្រហុកជាមួយស្វាយមានត្រីឆ្លូញថ្ងៃនេះកំសត់តិចហើយអត់សូវមានត្រីឆ្លូញបន្តិចត្រីងៀតបន្តិចម្ហូបខ្មែរឆ្ងាញ់សម្លឆ្ងាញ់ប្រហុកត្រីរ៉ស់ជាមួយប្រហុកចំហុយកូនត្រីរ៉ស់កូនត្រីឆ្ងាញ់ណាប៉ាទីឈីណូប៉ាតេញ៉ាំទៅយកចេកញ៉ាំនេះញ៉ាំទៅយកចេកអានេះគេហៅនំស្អីគេប៉ាទីឈីណូញ៉ាំទៅយកចេកអូទ្រូងមន់ស្រែដាក់ទៅវ៉ាវឆ្ងាញ់នៅស្រុកគេក៏មានមន់ស្រែញ៉ាំដែរស្រុកខ្មែរយើងគេហៅមន់រត់លើដីមើលឲ្យយើងទិញរបស់ល្អថ្លៃបានណាញ៉ាំអកស្រុកខ្មែរថ្លៃពេកញ៉ាំត្រីម្ដងមួយទៅទេវកាត់ស្នាដៃចុងភៅផ្ទះទេវកាត់ចាំមកលីធ្វើឲ្យញ៉ាំជុំគ្នាហើយមិនមានដាក់ទឹកត្រីដាក់គ្រប់មុខហើយណងដាក់សូហើយកាទេវកាត់កាទេវចំហុយក្នុងនឹងមានសាច់ជីបងឆ្ងាញ់ណាហេងម្ហូបកាពឹសកាពឹសឡៅកាគោសាច់ជ្រូកឆ្អឹងចំណីកាពឹសធ្វើខ្លួនឯងឆ្ងាញ់ណាបងប្អូនចង់ធ្វើញ៉ាំចូលមើលស៊ីខ្ញុំណាធ្វើញ៉ាំធ្វើញ៉ាំឆ្ងាញ់ណាកាពឹសប៉ាខ្ញុំបរិញ្ញាឲ្យធ្វើញ៉ាំពេលដែលខ្ញុំមកដល់កាណាដា20ឆ្នាំចង់ញ៉ាំផ្អកកាពឹសធ្វើញ៉ាំអត់ដែលខូចទេបងប្អូនចង់ធ្វើផ្អកកាពឹសញ៉ាំចូលមើលស៊ីណាឆ្ងាញ់ខ្ញុំនៅស្រុកនេះពេលដែលចង់ញ៉ាំធ្វើខ្លួនឯងល្អអត់មានជាតិគីមីសុខភាពល្អធ្វើញ៉ាំដោយខ្លួនឯងcommandé poulet Saint-Hubert បងប្អូនមកញ៉ាំ poulet Saint-Hubert ជាមួយពួកយើងខ្ញុំថ្ងៃនេះ special វ៉ាញ៉ាំម្នាក់មួយចាំមើលបានអីគេវ៉ាពូត្រីនអូបានពូត្រីន2ណូបានតែមួយឯងបានផ្លូវញ៉ាំពូលេសាំងតបែបមួយពួកយើងខ្ញុំហេងលតឆាស្នាដៃមេផ្ទះមានកលមកឆ្ងាញ់លតឆាធ្វើដោយស្នាដៃខ្លួនឯងមានរសជាតិឆ្ងាញ់ទន់ល្មើយចង់ញ៉ាំរសឆាមកលេងផ្ទះខ្ញុំធ្វើឲ្យញ៉ាំហេងហ្វុងឌុយញ៉ាំហ្វុងឌុយញ៉ាំហ្វុងឌុយជាមួយពួកយើងខ្ញុំហេង
wow ញ៉ាំសាឡម្ជូរគ្រឿងញ៉ាំសាឡម្ជូរបកងពួកមួយឆ្ងាញ់ញ៉ាំសាឡម្ជូរបកងលេងជាមួយក្រវិតឆ្ងាញ់មួយពួកយើងខ្ញុំឆ្ងាញ់wow ហើយមានផ្លូវមន់2ស្ងោរយកទឹកស៊ុបដាំបាយចាក់បាយស៊ុបមន់ណាខ្ញុំដាក់ការ៉ុតបងប្អូនចូលចិត្តសណ្តែកពោតបងឯងដាក់លេងថ្ងៃនេះខ្ញុំធ្វើបាយមន់ការ៉ុតដាក់ខ្ទឹមហើយនឹងខ្ទឹមពងដាក់ខ្ទឹមច្បល់ចូលគ្នាឈ្ងុយស្រួយញ៉ាំបាយមន់ជាមួយពួកយើងខ្ញុំមានទឹកស៊ុបមានពងមាន់ខ្មៅរ៉េស្តូរ៉ង់អត់ដូរណាហេហកត្រីប្រមាចំហើយហកត្រីប្រមាឆ្ងាញ់ណាវ៉ាវវ៉ាវមកឆ្ងាញ់ញ៉ាំបាយមួយបោះពេលមកពួកទាំងអស់គ្នាវ៉ាវហើយវ៉ាวนំប៉ាវធ្វើម្ដងបាន12នំញ៉ាំនំប៉ាវមួយពួកយើងខ្ញុំឆ្ងាញ់ណាធ្វើញ៉ាំរាល់ទឹកឆ្ងាញ់ណាឆ្ងាញ់ល្មមហេងត្រីងៀតវ៉ាវញ៉ាំមួយបាយឆ្ងាញ់មឹកបងជួយតិចមើលបងចង់ញ៉ាំមឹកអាំងទេមកចាំទៅផ្សារមកញ៉ាំផ្ទះខ្ញុំកាន់រួយផុយញ៉ាំឆ្ងាញ់ញ៉ាំមួយច្រកចង់ញ៉ាំតតគ្នាមកលេងធ្វើឲ្យញ៉ាំឆ្ងាញ់ណាវ៉ាដើមតើយ1ឆ្នាំដើមកសាំងគៀបបានអត់បានញ៉ាំទេឆ្នាំនេះបានពូជឆ្នាំក្រោយបានញ៉ាំចង់បានក្របឆ្នាំក្រោយបានពូជដាំញ៉ាំឆាមួយសាច់គោឆ្ងាញ់យ៉ាងឆ្ងាញ់បងអែមបបរពោតជាមួយ
ឡាយបបរពោតជាមួយល្ពៅផ្អែមឆ្ងាញ់ផ្អែមល្មមឆ្ងាញ់ផ្អែមឆ្ងាញ់ល្មមលេង YouTube ទៀតអាជាមញ៉ាំជាមថ្ងៃនេះញ៉ាំជាមជាមួយម៉ាំត្រីសុំម៉ុងជូរឆ្ងាញ់ជូរហើយម៉ាំត្រីសុំម៉ុងជូរហើយថតនៅពេលយប់ត្រីសាច់យកសាច់ហ្វីលេអត់មានឆ្អឹងឈុំឈ្ងុយជូរឆ្ងាញ់ម៉ាំដែលយើងធ្វើដាក់ជូរអត់តន់មានពេលញ៉ាំយើងដាក់កតោអញ្ចឹងទៅហើយយើងដាក់ក្របបិទប្រអប់យើងដាក់កកដាក់ក្នុងទូទឹកកកកាលណាយើងជូរហើយយើងអត់រៀបចំដាក់កកយើងដាក់ទូត្រជាក់ទុកអត់បានយូរទេខូចគុណភាពពេលដែលយើងជូរអញ្ចឹងយើងដាក់កកពេលដល់ហើយយើងចង់យកមកចំហុយឲ្យដកចេញមកទុកឲ្យទូត្រជាក់ទៅបានញ៉ាំយកមកដាក់ច្រាំសាច់ជ្រូកលាយជាមួយសាច់ជ្រូកហើយចំហុយឆ្ងាញ់ណាស្រួយខ្លួនឯងមានអនាម័យល្អអត់ភ័យថាមានជាតិដាក់ថ្នាំដាក់គីមីខ្ញុំទៅពេលចង់ខ្ញុំធ្វើញ៉ាំចង់ខ្ញុំធ្វើញ៉ាំទិញត្រីសុំម៉ុងមកយកភ្លាយកតែសាច់សុទ្ធឈ្ងុយធំឈ្ងុយឆ្ងាញ់វ៉ាវញ៉ាំបាយជាមួយផ្អកត្រីស្ពាតបន្លែធម្មជាតិមានដូចជាតសក់តកួនបេះពីកាម្នាស់ពេញប៉ោះស្ពៃឆៃឈីមប្រហិតសាច់មាន់ដើមទ្រូងមាន់ឆ្ងាញ់ប្រហិតវ៉ាវផ្អកត្រីស្ពាតត្រីយកមកពីស្រុកខ្មែរទិញពីស្រុកខ្មែរមកញ៉ាំមួយតកូនថ្ងៃនេះបីល្អអាំងកែបបោកនៅស្រុកខ្ញុំគេហៅកែបបោកស្លាប់មាន់ទិញដលងឆ្វេដលងបើយើងដាក់អាំងឆ្ងាញ់យើងដាក់ស្ងោរយ៉ាងជំនីជ្រូកដល់ឈ្ងុយបងអូនឆ្ងាញ់ណាស់បងអូនស្លាប់មាន់កែបចានហើយញ៉ាំជាមួយមានឆ្អឹងជំនីជ្រូកមានស្លាបមាន់មានសូសសាឡាត់អាំងតក្រហមបន្តិចចឹងបានឆ្អិនដល់ក្នុងវ៉ាវល្មមឆ្ងាញ់ថ្ងៃនេះបេះប៉ោមឆ្នាំនេះប៉ោមអត់សូវមានផ្លែអត់សូវល្អទេអីក៏រើយវាមកស៊ីមួយថ្ងៃ4-10មកជាហៀងខាងនេះអត់មានផ្លែបានមួយសោះឆ្នាំនេះអត់សូវមានផ្លែប៉ុន្មានទេបេះបន្តិចដល់បេះហើយតែមិនបេះអីក៏រើយស៊ីអស់បេះបានប៉ោមបន្តិចហត់ឈប់សិនណាញ៉ាំស្អែកបន្តទៀត